ดล้างจมูกตันเละเรื่องน้ำหรือไซนี่จะจุดนิ่งฉันแต่ให้อาลัดไอ้นี่พุทธจิเมนกับนัดล้อเปิดแม่นก็เป็นตายจะรังตักตันเละอูเล่นไปสเตนมันได้เลือดตักก็ไปบะโจโจไปเม้นปัญหาបានចឹងមែនយើងអាចយកគ្រោះដាក់ក្នុងកន្ត្រកឫស្សីដើម្បីជាគ្រឹះក្នុងការទប់ស្ពានឫស្សីយើងឲ្យបានហ្នឹងមែនហើយពិតជាគំនិតល្អឥឡូវពីនេះឯងនេះទៅក្រុមវិស្វករជាមួយនឹងយើងឥឡូវនេះចាប់ផ្ដើមរៀបចំភ្លាមទៅបាទឡើងទុកទៅក្បាលធំអញធ្វើអីខ្ញុំទៅជាមួយដែរមិនសមឲ្យព្រីហើយមែនទេលេងខ្លាចខ្មាំងហើយលោកប្រធានបើបានតម្រូវជាមេវិជាការកងទ័ពយើងវិញហើយខ្ញុំត្រូវតែក្លាហានជាងមុននឹងចម្រើនជំនួយគឺពិតជាជួយឲ្យទ័ពយើងក្លាហានជាងមុនអមឲ្យខ្លាំងទូស្រាប់ក៏ជើងទៅទាញខ្សែម្ខាងទៀតឲ្យបានอย่าพองមានជាការលោកខ្ញុំជាអ្នករកគ្រាប់ពីមុខជាមួយមិនក្រោយនឹងហើយកុំប្រឹងអមហោមានមកហើយដាច់ខ្សែហើយទឹកខ្សែទឹកខាងក្រោមហើយតាមរកអ្នកដែលធ្លាក់ចូលទឹកភ្លាមពួកយើងត្រូវតែយកមេវិជាការម៉ៅនឹងដល់ផ្សេងមកវិញឲ្យបានទទួលបញ្ជាឆាប់កាត់ដើមឫស្សីហើយយកវាទៅត្បាញជាខ្សែឫស្សីហើយចងជួរឫស្សីនឹងធ្វើជាកន្ត្រកឫស្សីភ្លាមទៅលោកដើមស្នេហ៍លីវលោកថារកកាប់ដើមឫស្សីដើម្បីយកធ្វើស្ពានអញ្ចឹងគាត់បញ្ជាឲ្យខ្ញុំមកដាក់សញ្ញាសម្គាល់លើដើមឫស្សីជាមុនសិនដើមដែលមានសញ្ញាគឺដើមឫស្សីញីកុំកាត់វាអីឈិនសុំឯងកំពុងតែនិយាយស្អីឯងដើមឫស្សីមានញីមានឈ្មោះស្អីឯងលោកកម្មាធិការនិយាយត្រូវហើយមើលកណ្ដោចិត្តក្នុងសាច់រឿងនេះមានក្មេងប្រុសហើយនឹងតបខ្មាំងរំដោះមីក្រុមបានពិភាក្សាគ្នានិយាយអំពីការចូលទៅសាងសង់ស្ពាននៅទន្លេអូហើយក៏គិតថាចូលទៅហើយជិះនៅទុកមួយដល់វែងអន្លាយជាមួយនឹងក្រុមបពុរបស់គាត់ក៏ប៉ុន្តែក៏បាននៅមានខ្មាំងសត្រូវចង់វាយប្រហារនៅតបរំដោះនេះប៉ុន្តែក៏អាចរួចគិតខ្លួនបានអញ្ចឹងហើយតបរំដោះនេះអ្វីត្បិតតែមាននៅបញ្ហាជាច្រើនដែលគួរឲ្យកត់សម្គាល់ឡើងអញ្ចឹងរឿងនេះវាមានអត្ថន័យសំ